ហើយសួស្តីអ្នកនរគ្នាថ្ងៃនេះដែរគឺខ្ញុំមានដំណើរកម្សាន្តបែបគ្រួសារហ្នឹងហើយអ្នកនរគ្នាដំណើរកម្សាន្តនេះដែរគឺយើងទៅលេងខេត្តកំពតនៅក្រុងសីហនុដំបូងឡើយគឺខ្ញុំទៅលេងខេត្តកំពតនៅគ្នាអញ្ចឹងខ្ញុំធ្វើដំណើរតាមផ្លូវជាតិលេខ3ទៅនេះដែរអ្នកនរគ្នាកន្លះសាំង PPT បើសិនអ្នកនរគ្នាធ្លាប់មើលវីដេអូខ្ញុំពីមុនមកគឺខ្ញុំធ្លាប់ចូលកាលហ្នឹងខ្ញុំទៅលេងខេត្តកំពតកែបជាមួយអ្នកណាយើងបែបមិត្តភ័ក្តិហើយនេះដែរអ្នកនរគ្នាគឺគ្រួសារខ្ញុំចូលកន្លះសាំងហ្នឹងដែរហើយក៏មុននឹងតដំណើរយើងចាក់សាំងហើយក៏ទិញកាហ្វេអញ្ចឹងអ្នកនរគ្នានេះដែរអ្នកនរគ្នាគឺយើងបានកាហ្វេម្នាក់មួយហើយគឺពួកគាត់អ្នកខ្លះហូបកាហ្វេអ្នកខ្លះក៏តែបេតងអញ្ចឹងហើយអ្នកនរគ្នាមុនទៅនេះគឺយើងឆ្លៀតអ្នកនរគ្នាថតរូបទុកជាអនុស្សាវរីយ៍អ្នកនរគ្នាដំណើរកម្សាន្តនេះដែរគឺយើងធ្វើដំណើរកម្សាន្តបន្ទាប់ពីចូលឆ្នាំខ្មែរហើយអ្នកនរគ្នាដោយសារការចូលឆ្នាំខ្មែរហ្នឹងគឺរវល់បងខ្ញុំរវល់ហើយខ្ញុំក៏អត់មានគម្រោងតាណាដែរហើយក៏អត់មានមិត្តភ័ក្តិហៅតាណាដែរអញ្ចឹងដំណើរកម្សាន្តនេះដែរគឺបន្ទាប់ពីចូលឆ្នាំហើយអ្នកនរគ្នានេះដែរអ្នកតាមផ្លូវគឺរៀងថាគួរសមស្អាតទេសភាពអត់បានឃើញអញ្ចឹងហើយក៏ថាមិនសូវជាស្ទះចរាចរណ៍ច្រើនអ្នកនរការស្ទះហ្នឹងគឺស្ទះតាមកន្លែងអ្នកនរគ្នានេះដែរគ្នាគឺយើងដល់ថាពោតហើយគោលដៅរបស់យើងអ្នកគ្នាគឺយើងទៅលេងសេះសមុទ្រអ្នកគ្នាគឺយើងទៅថតរូបលេងដោយសារមួយគួរខ្ញុំក៏អត់បានមកពេលដែរគេថាគេចាប់បានធ្វើសេះសមុទ្រហ្នឹងអញ្ចឹងក៏យើងឆ្លៀតមកលេងឡើងហ្នឹងទៅដើម្បីឲ្យថៃស្គាល់ផងហើយបានថតរូបកំសាន្តយើងដើរលេងឲ្យបានថាសម្រាប់ពីការហត់នឿយពីការរស់ស៊ីអញ្ចឹងអ្នកគ្នានេះអ្នកគ្នាថតរូបលេងពួកគាត់ថតរូបអញ្ចឹងទៅខ្ញុំក៏ថតរូបដែរគឺខ្ញុំថតសកម្មភាពអ្នកគ្នានេះដែរអ្នកគ្នាគឺកម្រងរូបភាពដែលខ្ញុំបានថតទុកជាអនុស្សាវរីយ៍ដែលយើងបានមកលេងជុំគ្នាតែដាក់បែបគ្រួសារអ្នកគ្នាបន្ទាប់ពីយើងបានចូលកំពតលេងថតរូបលេងហើយក៏បន្តដំណើរទៅក្រុងសីហនុតាមផ្លូវជាតិលេខ3អ្នកគ្នាហើយនេះដែរអ្នកគ្នាបើសិនអ្នកគ្នាធ្លាប់ស្គាល់ឬក៏ធ្លាប់ជិះកាត់អ្នកគ្នាស្គាល់ផ្លូវនេះអ្នកគ្នាគឺវាពិបាកជិះហើយវាច្រើនគីឡូម៉ែត្រដែរអ្នកគ្នានេះដែរគឺយើងមកដល់ក្រុងសីហនុអ្នកគ្នាហើយដំណើរកម្សាន្តនេះគឺវល់ល្ងាចអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្ទាប់អ្នកគ្នាគឺខ្ញុំត្រូវអាហារពេលថ្ងៃអញ្ចឹងយើងក៏ទិញគឺសមុទ្រនៅផ្សារលើអ្នកគ្នាយើងចូលលក្ខណៈជាគ្រួសារតែម្ដងចេញមកម្នាក់មួយម៉ោង7:02ហើយគឺ1:57អញ្ចឹងយើងក៏ឆ្លៀតនៅថាទៅអ្នកឆ្លៀតអ្នកគ្នាគឺយើងទៅទិញម្ហូបដើម្បីអាហារពេលថ្ងៃរបស់យើងនេះអ្នកគ្នាទៅជាគ្រួសារច្រើនតិចហើយដោយសារក្មួយខ្ញុំខ្លះក៏អត់ដែលបានទៅលេងនៅក្រុងសីហនុទេអញ្ចឹងក៏ឆ្លៀតថាបងគាត់ដើរលេងផងអញ្ចឹងទៅហើយឲ្យស្គាល់ថាស្ថានភាពនៅនោះមិនអញ្ចឹងណាវារបបពេលមិនស្រួលថ្ងៃព្រោះបើសិនជាគាត់ចង់មកលេងអីក៏អាចស្គាល់ក៏អាចមកលេងឯងបានតែដែរបែបមិត្តភក្តិអីចឹងទៅនេះដែរគ្នាក្តៅខ្លាំងមែនតើក៏ឆ្លៀតរស្ទីងម្នាក់មួយបែកញើសឬខ្លួនអ្នកគ្នាហើយនេះដែរគ្នាយើងឲ្យគេធ្វើម្ហូបបន្ទាប់ពីយើងទិញហើយយើងមានមឹកចងប៉ារ៉ាហើយនឹងបកាអ្នកគ្នាមិនបតងទេគឺបកាកំពុងតែចាំគេធ្វើម្ហូបឲ្យនឹងដែរអ្នកគ្នាថ្ងៃហ្នឹងគឺរៀងក្តៅមែនតើពិបាកដោយសារមេឃក្តៅហើយនេះយើងទិញហើយយើងឲ្យគេធ្វើហើយអញ្ចឹងយើងក៏ទិញបាយទិញអីទៅមកធ្វើដំណើរទៅរកកន្លែងញ៉ាំម្ដងគឺអត់មាន plan ថាទៅណាស្រួលអ្នកគ្នាអញ្ចឹងតែយើងជិះទៅសិនជាមានកន្លែងណាដែលល្អអាចថាស្រួលគឺយើងចូលកន្លែងហ្នឹងនេះដែរអ្នកគ្នាបានកន្លែងមួយផងដើមឈើជាក់ខ្ញុំដាក់អីទៅយកមកពីផ្ទះហ្នឹងអីនេះគឺខ្ញុំយកទៅដើរទីដូចជានៅគិរីរំអ្នកគ្នាសិនអ្នកគ្នាថតមើលវីដេអូហ្នឹងគឺឃើញស្គាល់ហើយនេះអ្នកគ្នាគួរខ្ញុំអញ្ចឹងតែបងស្រីខ្ញុំដាក់បាក់អ្នកមកទៅនេះឈ្មោះខ្ញុំដាក់អ្នកមកពងឆ្ងាញ់ហើយយើងក៏សម្រាប់មុនទៅវិញគឺយើងសម្រាប់នេះគ្នាមើលថ្ងៃលិចជាស្រស់ស្រាយណាស់គ្នាយើង stress ខ្ញុំមករយៈមុនគឺរវល់ខាងនេះអត់គ្នាយើងរោងបច្ចេកអញ្ចឹងខ្ញុំក៏បានមកនេះដែរអត់គឺឆ្លាស់តែស្រស់ស្រាយមែនតើគឺមើលថ្ងៃលិចហើយនេះដែរអត់គ្នាគឺអង្គុយសម្រាប់ហើយគឺបានធូរចិត្តមែនតើអត់គ្នាធូរចិត្តជាងយើងនៅក្នុងក្រុងសម្រាប់បែបក្នុងក្រុងអញ្ចឹង
នេះអ្នកគ្នាមុនយើងទៅវិញក៏ឆ្លៀតថតរូបមើលថ្ងៃលិចផងថតរូបលេងថតរូបជាអនុស្សាវរីយ៍ផងអ្នកគ្នានេះឈ្មោះខ្ញុំអ្នកគ្នាថតឲ្យពួកគាត់ក៏ប៉ុន្តែផុសក្នុងវីដេអូក្នុង YouTube ឬក្នុងเพจរបស់ខ្ញុំអ្នកគ្នានេះថតជុំគ្នាដាក់គ្រួសារយើងតាមភាសាអនុស្សាវរីយ៍ជុំគ្នាអូនអ្នកគ្នាវីដេអូនេះដែរគ្រាន់ជាការ highlight នៃដំណើរកំសាន្តរបស់យើងទេអញ្ចឹងខ្ញុំនឹងថតវីដេអូពេញនៅវីដេអូបន្ទាប់អរគុណច្រើនអ្នកគ្នាចាំជួបគ្នាវីដេអូក្រោយបាយបាយ